ចង់បកប្រែភាសាណាមួយនៅលើរូបថតដែលយើងអត់ចេះភាសាអញ្ចឹងយើងចង់បានជាភាសាខ្មែរគឺងាយស្រួលខ្លាំងមែនទែនអ្នកនរគ្នាអាចមើលវីដេអូនេះបានអូខេអញ្ចឹងខ្ញុំលើកឧទាហរណ៍មួយសម្រាប់បងប្អូនដែលចង់បកប្រែលើរូបថតឧទាហរណ៍ថានេះគឺជារូបថតរបស់ខ្ញុំបាទតែខ្ញុំចង់ឲ្យវាបកទៅជាភាសាខ្មែរបាទគឺអ្នកគ្នាចុចបិទមកហើយអ្នកគ្នាចូលមកកាន់កម្មវិធី Google បាទហើយយើងវាយពាក្យថាបកប្រែមកបកប្រែជាភាសាខ្មែរមកហើយយើងចុចបញ្ជូនទៅវានឹងឃើញ website មួយបាទ website Google បកប្រែចុចកន្លែងហ្នឹងមកបន្តមកទៀតកន្លែងនេះគឺវាមាន3 platform របស់វាទី1គឺបកប្រែអត្ថបទរូបថតហើយនិងគេហទំព័រអញ្ចឹងយើងបកប្រែក្នុងរូបថតអញ្ចឹងកន្លែងនេះគេដាក់ថាកំណត់ភាសាដោយស្វ័យប្រវត្តិបាទកន្លែងនេះអញ្ចឹងនៅពេលដែលយើងដាក់រូបថតទៅគឺវានឹងចាប់យកភាសាដោយស្វ័យប្រវត្តិបាទមិនថាជាចិនឬក៏ជប៉ុនអង់គ្លេសអីទេបាទអញ្ចឹងយើងចង់ឲ្យបកប្រែទៅជាភាសាអីអញ្ចឹងយើងចុចកន្លែងអង់គ្លេសមកហើយយើងចុចកន្លែងដូរភាសាដាក់ខ្មែរមកឬក៏ដាក់ចិនដាក់អីទៅបានដែរបាទអញ្ចឹងយើងចុចកន្លែងរុករកឯកសាររបស់អ្នកយើងធ្វើការដាក់រូបភាពចូលបាទកន្លែងខៀវនេះបន្តមកទៀតបាទចុចលើរូបភាពមួយដែលយើងចង់ឲ្យវាបកប្រែបាទអូខេអញ្ចឹងយើងរូបភាពមិញនេះជាភាសាអង់គ្លេសទេអញ្ចឹងវាបកប្រែជាភាសាខ្មែរឲ្យយើងមកស្អាតតែម្ដងអញ្ចឹងបើយើងចង់បកប្រែភាសាអីក៏បានដែរអ្នកគ្នាគឺងាយស្រួលខ្លាំងមែនទេវិធីនេះខ្ញុំបានធ្វើជាប្រចាំបាទសម្រាប់ដែលខ្ញុំអត់ចេះភាសាអីមួយអញ្ចឹងខ្ញុំធ្វើតាមរបៀបនេះឯងបាទអញ្ចឹងហើយយើងធ្វើការ download មកកន្លែង download នេះអូខេយើងចុច download មកបានហើយអ្នកគ្នាអញ្ចឹងយើងអាចមើលបានហើយរូបភាពនេះឃើញនេះបាទអញ្ចឹងគឺអូខេហើយអ្នកគ្នាអរគុណសម្រាប់ការមើលវីដេអូនេះបាទជួបគ្នាជាមួយនឹងវីដេអូបន្តទៀតបាទសូមអរគុណ